ក្រោយសម័យសោផលភាពនៃស៊ីដាននិងរ៉ូណាល់ដូពេលក្លឹប Real Madrid ចូលសម័យថ្មីក្រោមការដឹកនាំរបស់ Florentino Perez វិញក្លឹបបានចាប់ផ្ដើមគម្រោងថ្មីមួយដែលគេហៅថា Galacticos 2.0 នៅឆ្នាំ2009 2017 និង2018អ្វីដែលគេមិនធ្លាប់មានក្លឹបណាធ្វើបានពីមុនទេពេលគាត់ចាក់ចេញទៅ Juventus នៅឆ្នាំ2018គឺជាផ្នែកមួយចប់នៃសម័យមាសប៉ុន្តែ Real Madrid មិនដែលឈប់សម្រាប់ភាពជោគជ័យទេសប្តាហ៍ថ្ងៃក្លឹបនេះបន្តកែលម្អខ្លួនជាបន្តបន្ទាប់ដោយក្រុមយុវជនដូចជា Vinicius Junior Rodrigo និង Bellingham កំពុងបន្តសរសេរព្រះរាជាបាល់ទាត់នេះ Real Madrid មិនមែនត្រឹមតែក្លឹបទេវាជារឿងរ៉ាវនៃអំណាចសេចក្តីជានិងចិត្តមិនធ្លាប់ចុះចាញ់នេះគឺជាក្លឹបដែលកើតឡើងសម្រាប់ឈ្នះ Real Madrid Hala Madrid y nada más